នៅបទលើកនេះខ្ញុំចង់យកពីចំណេះដឹងហិរញ្ញវត្ថុសាមញ្ញយកមកចែកម្លែកវាសាមញ្ញទេប៉ុន្តែបើសិនជាយើងអត់យល់វិញយើងអាចធ្វើការសម្រេចចិត្តខុសឥឡូវខ្ញុំឧទាហរណ៍ករណីទី1តកតងនឹងការធ្វើអាជីវកម្មជាទូទៅការធ្វើអាជីវកម្មគឺត្រូវការដើមទុនលុយគឺជាការពិតបើយើងអត់លុយគឺពិបាកធ្វើមែនអានឹងជាការពិតគេថាមានកំណត់ធ្វើអាជីវកម្មបានអានឹងអាចនិយាយបានថាវាជាករណីកម្រឬក៏អាចថាជាទ្រឹស្ដីតែការពិតជាក់ស្ដែងគឺវាអត់ចឹងទេប៉ុន្តែខ្ញុំចង់និយាយប្រាប់ថាការធ្វើអាជីវកម្មការខ្ចីលុយគេខ្ចីពីធនាគារក៏ដោយខ្ចីពីណាក៏ដោយយកមកធ្វើអាជីវកម្មវាមិនមែនជាជំរើសដែលត្រឹមត្រូវទេតែប្រសិនបើយើងចង់ខ្ចីវិញតែខ្ចីក្នុងលក្ខណៈគឺខ្ចីក្នុងលក្ខណៈពង្រីកអាជីវកម្មមិនមែនខ្ចីក្នុងការបង្កើតអាជីវកម្មទេជាត្រូវដឹងថាការបង្កើតអាជីវកម្មមួយវាមានហានិភ័យខ្ពស់ហើយវាត្រូវការពេលវេលាទៀតយើងគិតល្អតែពេលយើងធ្វើវាមិនផុតថាអញ្ចឹងដូចយើងគិតទេអញ្ចឹងវាអាចមានពេលវាថាវាអត់ដូចចិត្តវាអាចខាតវាអាចអីចឹងទៅជួនកាលយើងត្រង់អត់បានអីហូចធម្មតាលុយតែខ្ចីគេគឺលុយមានការប្រាក់ចំណែកយើងទៅធ្វើការរកស៊ីហ្នឹងពេលខ្លះវាអត់ចិត្តតែញហើយទៅយើងទៅបោះបង់ការងារដែលមានចំណូលហ្នឹងយើងបាត់បង់ចំណូលម្សាហើយយើងយកពេលវេលាមករកស៊ីអីហ្នឹងបង្កើតអាជីវកម្មហ្នឹងវាអត់ចំណេញម្សាទៀតអញ្ចឹងវាពីរតង់ហូចជាមួយនឹងការប្រាក់ដែលយើងទៅចំណាយដែលយើងខ្ចីលុយគេទៀតអញ្ចឹងមិនបានប្រហែលលុយហ្នឹងវាអស់អញ្ចឹងពេលហ្នឹងយើងអាចអត់មានលុយសងគេអញ្ចឹងយើងធ្លាក់ខ្លួនទៅក្នុងបំណុលអញ្ចឹងការខ្ចីលុយគេមកបង្កើតអាជីវកម្មមិនមែនជាជំរើសល្អទេខ្ញុំមិនថាខុសទាំងស្រុងណាkalauអ្នកខ្លះគាត់ច្បាស់គាត់ប្រកាសគាត់អីរួចហើយយើងអត់និយាយព្រោះគាត់មានបទពិសោធន៍លើនឹងច្បាស់ហើយតែបើសិនជាទូទៅហ្មងអត់ល្អទេតែបើបរិយាបរិយាមានន័យថាអាជីវកម្មយើងដើររួចហើយយើងខ្វះទុនអញ្ចឹងចាក់ទៅទុនបន្ថែមបរិយាទៅនឹងបង្កើនប្រាក់ចំណេញអញ្ចឹងយើងអាចយកចំណេញហ្នឹងយកទៅបង់ការប្រាក់ដែលយើងខ្ចីគេបាននឹងជំហានទី1ជំហានទី2ដែលខ្ញុំចង់និយាយដែរគឺតាក់ទងទៅនឹងការទិញសម្ភារៈការទិញសម្ភារៈជាទូទៅអ្នកណាក៏ចង់បានសម្ភារៈល្អប្រើតែយើងត្រូវដឹងថាតើធនធានយើងមានប៉ុណ្ណាយើងកុំទិញសម្ភារៈដែលប្រើប្រាស់នោះឲ្យលើសពីសមត្ថភាពរបស់យើងព្រោះការខ្ចីបុលអ្នកដទៃយកមកទិញឲ្យលើសសមត្ថភាពរបស់យើងហ្នឹងអាហ្នឹងវាធ្វើឲ្យយើងជាប់នៅក្នុងបំណុលដោយធម្មតាការខ្ចីលុយគេដើម្បីយកមកទិញសម្ភារៈទំនើបហ្នឹងគឺអត្រាការប្រាក់ខ្ពស់អត់មានទាបទេគឺដឹងតែខ្ពស់ហើយខ្ចីយកទិញឡានទិញម៉ូតូទិញទូរស័ព្ទទិញស្អីក៏ដោយនិយាយសម្ភារៈហ្នឹងគឺសុទ្ធតែខ្ពស់ហើយកាលណាតែយើងអត់មានលុយទិញមានន័យថារបស់ហ្នឹងវាលើសមៀតយើងហើយអញ្ចឹងយកល្អគួរកុំខ្ចីគេយកមកទិញអីប៉ុន្តែក្នុងលក្ខខណ្ឌមួយបើសិនជាយើងជាអ្នករកស៊ីដូចថាគ្រឿងចាក់អីចឹងទៅឬក៏យើងអ្នករត់ឡានអីចឹងទៅយើងខ្ចីយកមកទិញដើម្បីបង្កើនតាក់ទងទៅនឹងអាជីវកម្មរកចំណូលបន្ថែមអានោះអត់អីយើងមានលទ្ធភាពក្នុងការបង់លុះត្រឡប់ទៅវិញតែបើសិនជាយើងអត់ទេយើងខ្ចីគេយកមកទិញអានឹងយើងធ្វើបាបខ្លួនឯងព្រោះយើងលងក្នុងបំណុលយើងត្រូវរកលុយហ្នឹងយកមកដោះសងគេវិញហូចអូមកថាចំណូលយើងរបស់យើងវាអត់ច្បាស់លាស់អញ្ចឹងមានបញ្ហាណាមួយប្រទាំងមកគឺយើងចប់ហ្មងយើងកន់ខ្លួនធន់ហូចការប្រាក់ហ្នឹងខ្ពស់ផងហូចអ្វីដែលយើងទិញមកវាអត់មានជួយរកចំណូលយើងផងណាហើយវាជួយឲ្យយើងចំណាយលុយថែមទៀតអាហ្នឹងយើងធន់លើធន់មកអាហ្នឹងបញ្ហាខ្លាំងអញ្ចឹងទិញអីបើអាចទិញបានទេយើងមិនបាច់ទិញបងមលួយយើងចាំទិញសំឲ្យគ្រប់ទៅចាំទិញអានឹងសម្ភារៈដែលអត់រកចំណូលឲ្យយើងណាចាំសំគ្រប់ទៅចាំទិញយឺតយ៉ាវបន្តិចកុំអីទេកុំឲ្យធ្វើបាបខ្លួនឯងទៅពិបាកដេកអត់លក់ចំណុចទី3ការខ្ចីបំណុលមួយទៅសងបំណុលមួយអត់ជារឿងត្រឹមត្រូវទេការខ្ចីពីមួយទៅមួយធម្មតាតែយើងខ្ចីអត់បានមួយហើយយើងទៅខ្ចីមួយទៀតការប្រាក់ខណ្ឌខ្ពស់ទៅហើយត្រូវចាំថាការប្រាក់ខ្ពស់យើងទៅរកអីយកមកសងគេយើងរកលុយអីយកមកសងគេតន់រកអត់តន់ទេយូរទៅលងទៅមកអញ្ចឹងអត់ត្រូវខ្ចីពីមួយយកទៅសងមួយទេយូរទៅគឺជាប់ខ្លាំងទៅមកអញ្ចឹងបើសិនជាករណីយើងជាពាក់គេអត់មានលទ្ធភាពសងទៅធ្វើម៉េចត្រូវរកវិធីសងមិនអ្វីដែលយើងមានទាំងបានលក់សងគេទាំងអស់ហើយចាប់ផ្ដើមឡើងវិញជាមួយនឹងបំណុលទៅទេវាប្រសើរជាងបំណុលការប្រាក់ខណ្ឌខ្ពស់ទៅហើយបើក្នុងលក្ខខណ្ឌមួយថាបើគេខ្ចីអត់យកការទេយកមកសងអូខេអានឹងបានយើងអាចដោះបានតែបើសិនជាខ្ចីការធំទៅឡើងពី 5% ឡើង10ទៅ5អីខ្ញុំនិយាយក្នុងមួយខែណាដំបូងការប្រាក់ដល់ 1% ឯងដល់ពេល credit យើង low ការប្រាក់ឡើង1ជាងឡើង2ឡើង3ឡើង5យូរឡើង10មានអ្នកខ្លះខ្ចីរហូតដល់ការប្រាក់ 20% ក្នុងមួយខែអញ្ចឹងវាខ្ពស់ទៅណាអញ្ចឹងយើងរកលុយយកមកសងគេមិនតាន់ដោយសារតែយើងរកលុយអត់បានហ្នឹងតែយើងត្រូវខ្ចីហើយដល់ពេលយើងខ្ចីបន្ថែមវិញដល់ពេលបំណុលកាន់តែកើនអត្រាការប្រាក់កាន់តែខ្ពស់អញ្ចឹងលទ្ធភាពសងរបស់យើងមិនកាន់តែទូចទៅអញ្ចឹងយើងសឹងរំពឹងអីក្នុងការរកសងគេប្រកាសជាកុនហ្នឹងអញ្ចឹងដោះអត់រួចទេអញ្ចឹងកុំឲ្យរឿងនឹងធំតន់ណាជាយាមកាត់បំណុលនឹងចេញមកកាត់ហ្នឹងមានន័យថាតាំងពីអត្រាមួយដែលយើងគិតថាយើងអត់អាចរកសមត្ថភាពរកសងមានអីដែលយើងលក់បានលក់សងគេទៅមិនបាច់ຕົកទេឡានម៉ូតូអីដែលរបស់ក្រៅខ្លួនអត់លក់សងទៅដីក៏ដោយផ្ទះក៏ដោយក៏ត្រូវលក់សងគេអស់សិនកាលណាលក់សងគេអស់
យើងអត់មានបំណុលយើងខ្លួនទៅទេក៏យើងធូរដែរយើងគេងលក់ស្រួលបញ្ញាភ្លឺស្វាងអញ្ចឹងយើងអាចងាយក្នុងការចាប់តាមឡើងវិញតែនៅពេលដែលបំណុលយើងកាន់តែច្រើនហ្នឹងទោះបីទ្រព្យយើងមានក្នុងដៃយើងមានអសរឡានទំនើបយើងមានអសរម៉ូតូទំនើបយើងអសរទូរស័ព្ទល្អយើងមានអសរផ្ទះតែបំណុលយើងជាមួយនឹងអត្រាការប្រាក់ខ្ពស់វានឹងស៊ីយើងមកយូរទៅយើងលក់អស់ហើយអត់សល់ហើយមិនស្រួលអាចនៅជាពាក់ទៀតលក់អស់ហើយនៅតែសងអត់គ្រប់ទេព្រោះអត្រាការប្រាក់ទាំងអស់ហ្នឹងឡើងធំទៅអត់ឈប់ហ្នឹងអញ្ចឹងលក់ហើយមិនស្រួលអាចសងគេអត់រួចទៀតព្រោះការចងការខាងក្រៅវាអត់ដូចចងការជាមួយនឹងធនាគារទេធនាគារតែយើងអត់មានលទ្ធភាពសងគេស្នើយើងលក់ឡៃឡុងដើម្បីយកលុយសងគេរួចសងគេអត់រឹបអូសឲ្យយើងទេគេយកតែចំនួនបរិមាណលុយដែលយើងជាពាក់គេទេតែបើខាងក្រៅអត់ទេតែគេរឹបអូសគឺយកហ្មងបង្ខំឲ្យយើងគឺយកទាំងអស់របស់យើងហ្មងអាហ្នឹងវាជាបញ្ហាខុសគ្នាអញ្ចឹងណាអញ្ចឹងយើងបើអាចទៅយើងលក់អស់ទៅសងគេអស់ទៅកុំឲ្យជាប់បំណុលអញ្ចឹងទៅហើយចាប់ដើមឡើងវិញវាប្រសើរជាងព្រោះកាលណាបំណុលគេទីមុខទីខូចច្រើន stress គិតអីក៏អត់ចាញ់ដែរគឺពិបាកបាទអញ្ចឹងខ្ញុំចង់លើកយកចំណុចខ្លីៗប៉ុណ្ណឹងគ្រាន់តែជាកំណត់បន្ថែមហើយមួយទៀតចង់បញ្ជាក់បន្ថែមដែរគឺតកតងបំណុលវាអត់រឿងជារឿងល្អទេគ្រូខាងហិរញ្ញវត្ថុខ្លះគេនិយាយថាបំណុលបង្កើតទ្រព្យប៉ុន្តែគ្រូមួយចំនួនដែលធ្លាប់មានបញ្ហាលើបំណុលហ្នឹងមិនលើកទឹកចិត្តឲ្យយើងបង្កើនបំណុលទេលើកទឹកចិត្តឲ្យយើងបន្ថយបំណុលបើអាចកាត់បន្ថយបានប៉ុណ្ណាតិចកាន់តែតិចគឺកាន់តែប្រសើរព្រោះយើងវាអត់ទៀងចុះការយើងធ្វើទៅការងារក៏មិនទៀងចុះការធ្វើយើងមានបញ្ហាណាមួយធ្វើយើងបាត់ចំណូលហោស៊ីក៏ទៀងដែរសេដ្ឋកិច្ចមានការប្រែប្រួលបាត់ចំណូលពោកអញ្ចឹងបំណុលនឹងស៊ីយើងហូបបំណុលភ្ជាប់ជាមួយនឹងការប្រាក់តែយើងហៅចំណូលអត់បានហើយទៅការប្រាក់ចែកឡើងយូរលេបយើងយកមកអញ្ចឹងកន្លែងហិរញ្ញវត្ថុកន្លែងហ្នឹងក៏យើងមានការប្រយ័ត្នចែកដែរអញ្ចឹងត្រូវតែប្រយ័ត្នព្រោះកាលណាបំណុលកាន់តែច្រើនគេញ៉ាំលក់ទេបាទអញ្ចឹងសង្ឃឹមថាគំនិតតែជាចំណេះដឹងរបស់ហ្នឹងអាចជួយដាស់តឿនបន្ថែមទៅលើបងប្អូនអរគ្នាកុំឲ្យលងខ្លួនជាមួយនឹងរឿងហិរញ្ញវត្ថុបាទសូមអរគុណ